ជំរាបសួរបងប្អូនប្រិយមិត្ត Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃប្រហោះទី9ខែមេសាឆ្នាំ2026វេលាម៉ោង2រំលងអាធ្រាត្រនេះពិភពបាល់ទាត់នឹងក្រឡេកទៅកាន់កីឡាដ្ឋាន Parc des Princes សម្រាប់ការប្រកួតដ៏ជក់ចិត្តបំផុតក្នុងវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នេះគឺជាការជួបគ្នារវាងយឹកបារាន PSG ដែលជាម្ចាស់ការពារតំណែងជើងឯកនិងហង្សក្រហម Liverpool ដែលកំពុងស្រេកឃ្លានការសងសឹកកាលពីឆ្នាំមុនតើ PSG នឹងបន្តភាពខ្លាំងក្នុងដីឬ Liverpool នឹងអាចស្ដារមុខមាត់ពីការបរាជ័យក្នុងដីកាលពីពេលថ្មីៗនេះតោះទៅតាមដានការវិភាគស៊ីជម្រៅជាមួយ Admin ទាំងអស់គ្នាស្ថានភាពម្ចាស់ផ្ទះ PSG បងប្អូនអើយរដូវកាលនេះពួកគេកំពុងបង្ហាញសាច់ដុំយ៉ាងខ្លាំងក្លាក្នុងនាមជាម្ចាស់ជើងឯកអឺរ៉ុបទម្រង់លេងរបស់ពួកគេគឺស្ថិរភាពបំផុតកាលពីវគ្គ16ក្រុមពួកគេបានបង្រៀនមេរៀនបាល់ទាត់ដល់ Chelsea ក្នុងលទ្ធផលសរុបដល់ទៅ8-2នេះបង្ហាញថា PSG មិនមែនមកលេងសើចឡើយបច្ចុប្បន្ន PSG កំពុងគ្រងតំណែងកំពូលតារាង League 1ជាមួយនឹង63ពិន្ទុភាពខ្លាំងរបស់ពួកគេយប់នេះគឺស្ថិតលើតុល្យភាពក្រុមនិងបទពិសោធន៍ក្នុងវគ្គកាត់សេចក្តីការលេងនៅចំពោះមុខអ្នកគាំទ្រខ្លួនឯង PSG តែងតែមានមន្តអាគមដែលធ្វើឲ្យគូប្រកួតពិបាកនឹងដកដង្ហើមខ្លាំងណាស់ងាកមកមើលហង្សក្រហម Liverpool វិញម្ដងស្ថានភាពបច្ចុប្បន្នហាក់ដូចជាមានការរងាស់រងាបន្តិចក្រោយទើបតែរងបរាជ័យយ៉ាងធ្ងន់ធ្ងរ 4-0 ក្រោមទ្វេជើង Manchester City ក្នុងពាន FA Cup កាលពីប៉ុន្មានថ្ងៃមុនក្នុង League Premier League ពួកគេកំពុងដេញតាម Top 4 យ៉ាងស្វិតស្វាញជាមួយ Aston Villa ទោះបីជាយ៉ាងណាក្នុងពានអឺរ៉ុប Liverpool នៅតែជាក្រុមដែលគួរឲ្យខ្លាចជ័យជំនះ 4-0 លើ Galatasaray កាលពីវគ្គមុនគឺជាភស្តុតាងដែលថាឲ្យតែដល់រាត្រី Champions League ហង្សក្រហមអាចធ្វើអ្វីៗបានទាំងអស់យប់នេះពួកគេមកទីក្រុងប៉ារីក្នុងគោលបំណងតែមួយគត់គឺសងសឹកការបរាជ័យកាលពីឆ្នាំមុននិងយកលទ្ធផលល្អត្រឡប់ទៅ Anfield វិញយប់នេះវានឹងក្លាយជាការតតាំងគ្នារវាងតាម៉ាន់ប្រយុទ្ធដ៏មុតស្រួយរបស់ PSG និងស្មារតីសងសឹករបស់ Liverpool PSG នឹងព្យាយាមគ្រប់គ្រងហ្គេមនិងប្រើប្រាស់ល្បឿនវាប្រយុទ្ធដើម្បីទម្លាស់សំណាញ់ទីរបស់ Liverpool ដែលហាក់ដូចជាមានបញ្ហានៅតំបន់ការពារក្រោយចាញ់ Man City 4 គ្រាប់ចំណុចសម្រេចសេចក្តី PSG មានប្រៀបខ្លាំងលើកត្តាស្ថិរភាពនិងកម្លាំងចិត្តខណៈដែល Liverpool ហាក់ដូចជាបាត់បង់ការផ្ដោតអារម្មណ៍បន្តិចបន្តួចនាពេលថ្មីៗនេះការលេងនៅ Parc des Princes គឺជាបន្ទាយដ៏រឹងមាំដែល PSG មិនងាយនឹងឲ្យរបូតបន្ទុកឡើយផ្ដាល់ទម្រុយនឹងការទស្សនាពី Goal ខ្មែរមកដល់ចំណុចដែលបងប្អូនរងចាំផ្អែកលើទម្រង់លេងដ៏អស្ចារ្យរបស់ម្ចាស់ផ្ទះនិងការធ្លៀងចុកសន្ទុះរបស់ភ្ញៀវ Admin សូមផ្ដល់ទម្រុយសម្រាប់យប់នេះដូចខាងក្រោមទម្រុយទី1យកម្ចាស់ផ្ទះ PSG ដក 0.5 ហេតុផល PSG កំពុងស្ថិតក្នុងទម្រង់កំពូលនិងមានកំណត់ត្រាស៊ុតបញ្ចូលទីចរានក្នុងដី8គ្រាប់លើ Chelsea Liverpool កំពុងមានបញ្ហាផ្លូវចិត្តក្រោយចាញ់ Man City 4 គ្រាប់ដូច្នេះវាពិបាកនឹងទប់ទល់នឹងកម្ដៅនៅប៉ារីណាស់ទម្រុយទី2លេងលើគ្រាប់បាល់ over 2.5/3 ហេតុផលក្រុមទាំងពីរមានតំបន់ប្រយុទ្ធលំដាប់ពិភពលោក Liverpool ត្រូវការគ្រាប់បាល់ក្រៅដីចំណែក PSG នឹងសម្រុកយកជ័យជំនះឲ្យដាច់គ្រាប់បាល់នឹងកើតមានសងខាងជឿមិនខានលទ្ធផលពាក PSG 3 Liverpool 1តើបងប្អូនយល់ស្របនឹងការវិភាគរបស់ Admin ដែរឬទេតើ Liverpool អាចសងសឹកបានទេយប់នេះជូនពរបងប្អូនហេងៗទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ